สำหรับคลิปวิดีโอนี้คือយើងនឹងមករៀនជាមួយគ្នាតាក់ទងជាមួយនឹងប្រយោគថាម៉ៃគឺជាប្រយោគបដិសេធដែលយើងអាចប្រើប្រាស់ជាមួយនឹងប្រយោគផ្សេងៗជាច្រើនប៉ុន្តែថ្ងៃនេះអ្នកគ្រូនឹងលើកយកតែប្រយោគខ្លីៗដែលមានដូចជាពាក្យថាម៉ៃអោគឺមិនយកឬអត់ទេไม่ใช่មិនមែនឬមិនមែនទេไม่ถูกមិនត្រូវไม่ถูกต้องមិនត្រូវទេไม่อยากមិនចង់ไม่ดีមិនល្អไม่สนមិនខ្វល់ไม่ต้องการមិនត្រូវការไม่เป็นមិនចេះฉันทำไม่เป็นខ្ញុំមិនចេះធ្វើฉันทำไม่ได้ខ្ញុំធ្វើមិនបានឬខ្ញុំធ្វើមិនកើតไม่จำเป็นមិនចាំបាច់ไม่ต้องមិនបាច់ទេไม่นานមិនយូរឬមិនយូរទេไม่เยอะមិនច្រើនទេไม่กล้าមិនហ៊ានទេไม่กังวลមិនខ្វល់ខ្វាយไม่เชื่อមិនเชื่อไม่อยากนอนមិនចង់គេងไม่อยากกินមិនចង់ញ៉ាំไม่อยากทำមិនចង់ធ្វើตอนนี้คุณอยากทำอะไรคะសូមអ្នកទាំងអស់គ្នាជួយប្រែតាក់ទងជាមួយនឹងប្រយោគចុងក្រោយដែលអ្នកគ្រូសួរថាตอนนี้คุณอยากทำอะไรคะចាសូមអ្នកទាំងអស់គ្នាជួយចូលរួមឆ្លើយទាំងអស់គ្នានៅក្នុងคลิปវីដេអូនេះភ្លើងភាសាថៃគេនិយាយថាไฟអគ្គិសនីភាសាថៃគេនិយាយថាไฟฟ้าពន្លឺភ្លើងភាសាថៃគេនិយាយថាแสงไฟរถไฟแปลថារទេះភ្លើងឬរថភ្លើងរថไฟฟ้ารទេះភ្លើងលើអាកាសឬដែលយើងនិយាយថារថភ្លើងលើអាកាសរថไฟใต้ดินแปลថារទេះភ្លើងក្រោមដីไฟสว่างแปลថាភ្លើងភ្លឺល្អឬភ្លើងភ្លឺឧទាហរណ៍หลอดไฟนี้สว่างดีมากแปลថាអំពូលភ្លើងនេះភ្លឺល្អណាស់ភ្លើងដាច់ភាសាថៃគឺไฟดับភ្លើងឆក់ភាសាថៃយើងនិយាយថាไฟช็อตតាក់ភ្លើងកងតាក់ភ្លើងสวิตช์ไฟខ្សែភ្លើងสายไฟម៉ាក់ไฟតើប្រែថាអ្វីជួយឆ្លើយទាំងអស់គ្នាជាមួយនឹងคลิปវីដេអូនេះ